តើអ្នកណាយល់ច្បាស់ពីសៀវភៅវិទ្យាសាស្ត្រខ្ញុំមិនដឹងទេគាត់ជាកូនប្រុសច្បងនៃកូភ្លៀងប៉ុន្តែឪពុករបស់គាត់គឺជាអធិរាជខ្ញុំពិតជាមិនចូលចិត្តគាត់ទេកាលពីខ្ញុំនៅតូចគាត់ក៏មកនិយាយជាមួយខ្ញុំណាស់ពួកគេមិនដែលបង្រៀនខ្ញុំនៅសៀវភៅវិទ្យាសាស្ត្រទេក្នុងនាមជាកូនប្រុសច្បងគាត់ត្រូវបានបោះបង់ចោលមូលហេតុនៃការត្រូវបានបញ្ជូនទៅយ៉ាវក្នុងនាមជាចំណាប់ខ្មាំងក៏ដោយសារតែត្រូវបានគេពេញចិត្តខ្ញុំសាំនឹងវាតាំងពីខ្ញុំនៅតូចវាមិនអីទេបើគេយល់ច្រឡំនេះគឺជាជីហ្វាដាវរបស់ចៅហ្វាយវ័យក្មេងធ្វើពីនោះជាការប្រើប្រាស់ប្រូតុងដ៏ល្អមួយខ្ញុំមើលថាអ្នកមានដាវដ៏ល្អបែបនេះមែនទេជីហ្វាគឺជាមនុស្សដែលមិនសូវពេញចិត្តនឹងម៉ាគីសនៃស៊ីបៃដែលត្រូវបានគេពេញចិត្តពិតជាអាក្រក់មែនឬពិតណាស់មិនមែនទេទោះជាយ៉ាងណាក៏ដោយម៉ាគីសនៃស៊ីបៃអាចអនុញ្ញាតឲ្យតើយ៉ាវរបស់យើងនឹងធ្វើជាចំណាប់ខ្មាំងទេហើយចៅលូពីមួយថ្ងៃទៅមួយថ្ងៃដូចស្ត្រីម្នាក់ព្រះមហាក្សត្រយើងបន្តិចវាបានប្រសើរឡើងបន្តិចប៉ុន្តែគាត់ពិតជាគិតថាខ្លួនឯងជាអ្នកបានចាប់ជាចំណាប់ខ្មាំងតែព្រះមហាក្សត្រក៏មិនបោះបង់ដែរសាកល្បងមើលឲ្យបង្ហាញខ្លួនឯងថាអ្នកជាមនុស្សបែបណាអ្នកណាដែលវាប្រហារចៅហ្វាយក្មេងរបស់ខ្ញុំសូមអភ័យទោសឲ្យខ្ញុំផងហេតុអ្វីអ្នកគួរសុំទោសគាត់និយាយឲ្យត្រង់ទៅវាសម្រាប់យ៉ាវបើខ្ញុំបោកអ្នកហ៊ានវាខ្ញុំមែនទេអ្នកអាចវាខ្ញុំបានបើអ្នកចង់ហេតុអ្វីបានជាអ្នកញុះញង់ខ្ញុំថ្ងៃប្រទេសតូចមួយដែលមិនដែលចាក់ចេញតើអ្នកមិនខ្លាចយើងទេពេលប្រូតុងមកដល់មានអ្នកណាដឹងទេបើខ្ញុំសម្រាប់អ្នកមែនមកសាកល្បងមើលខ្ញុំ V1 ពីមកខ្ញុំ V1 អ្នកទាំងពីរកំពុងនិយាយអំពីខ្ញុំនិងជីហ្វាវាគឺដើម្បីសាបរូបភាពមិនចុះសម្រុងគ្នារវាងពួកអភិជនសត្វខ្ញុំមិនដឹងអំពីទំនាក់ទំនងរវាងវងនិងអ្នកដទៃទេតើការសម្រាប់អ្នកទាំងអស់គ្នាត្រូវបានចាត់ទុកថាជាការធូរស្រាលមែនទេខ្ញុំព្រមមានអ្នកប្រសិនបើអ្នកធ្វើវាម្ដងទៀតបើឯងហ៊ានមើលងាយជីហ្វាខ្ញុំនឹងបង្រៀនមេរៀនមួយឲ្យឯងសាកល្បងមើលថាសង្គមនិយមជាអ្វីកណ្ដាប់ដៃដើរអ្នកទាញខ្ញុំទៅតើខ្ញុំធ្វើអ្វីដែលមនុស្សប្រភេទនេះមិនព្រមមកខ្ញុំពួកគេនឹងបង្រៀនមេរៀនមួយដល់ពួកគេអ្នកដែលឆ្លៀតឱកាសពីអ្នកដទៃមិនត្រូវបានស្វាគមន៍ទេកុំអើពើនឹងពួកគេអីពួកគេកំពុងជេរប្រមាថអ្នកខ្ញុំអាចស្ដីបន្ទោសអ្នកបានប៉ុន្តែពួកគេមិនអាចនិយាយអំពីវាបានទេតើអ្នកខ្វល់ពីខ្ញុំទេពិតណាស់ហេតុអ្វីពីព្រោះយើងជាមិត្តភក្តិនឹងគ្នាតើខ្ញុំអាចទ្រាំទ្រនឹងការបង្កាច់បង្ខូចតើមិត្តភក្តិមិនគួរធ្វើបែបនោះទេឬជួយគ្នាទៅវិញទៅមកពីរអ្នកនេះរស់នៅបានច្រើនថ្ងៃណាស់ការណែនាំអំពីយុទ្ធសាស្ត្រនេះទីបំផុតកំពុងមានវត្តមានការតាំងពីពណ៌នេះបានធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ស្អប់ខ្ពើមជាចុងក្រោយតើអ្នកណាអាចសម្រាកបានតើខ្ញុំអាចស្រមៃថាងូតទឹកមួយថ្ងៃបានទេវាដូចជាការធ្វើអ្វីមួយដូចជាចោលទឹកក្តៅនេះមិនល្អដូចទឹកនៅផ្ទះខ្ញុំទេអាងូតទឹកអាក្រក់ជាងមាន់បំពងទៅទៀតលេពិតជាមិនចង់ទៅផ្ទះទេតើខ្មោចជានរណាអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកខ្ញុំមកពីសង្គមនិយមសង្គមស៊ីវិល័យគឺជាសង្គមដែលមិនសូវមានការភ័យខ្លាចវាជារឿងមកខ្វក់របស់អ្នកទេដែលជាបញ្ហាដើម្បីសម្រេចបាននូវវិបុលភាពលទ្ធិប្រជាធិបតេយ្យអរិយធម៌នឹងភាពសុខដុមរមនានិងសេរីភាពមិនមានទេនោះគឺជាព្រះរបស់ខ្ញុំឥឡូវនេះកន្លែងនេះងាយប្រតិកម្មពេកវាពិតជាគួរឲ្យរន្ធត់ណាស់ខ្ញុំខ្លាចថានរណាម្នាក់នឹងរកឃើញអត្តសញ្ញាណរបស់ខ្ញុំមកគុទេសមេអំបៅទាំងពីរនេះកំពុងចូលមកល្បឿនយឺតពេកយើងត្រូវគិតពីដំណោះស្រាយម្នាក់ក្នុងចំណោមពួកគេគឺជាព្រះអង្គម្ចាស់ដ៏ក្រអឺតក្រទមម្នាក់ជាឧត្តមសេនីយ៍ដ៏ស្មោះត្រង់គូស្នេហ៍ដ៏សង្ហានិងមានទេពកោសល្យមួយគូមែនគ្រូសាជីហ្វានិងយីនអ្នកទាំងពីរមិនគួរបន្ទោសគ្នាទេខ្ញុំគ្រាន់តែជាប់គាំងជាមួយប្រព័ន្ធខូចនេះខ្ញុំត្រូវរចនាយុទ្ធសាស្ត្រខ្ញុំត្រូវបានបង្ខំឲ្យបំផ្លាញអ្វីគ្រប់យ៉ាងសម្រាប់អ្នកអូដូច្នេះអ្នកជាចារកម្មមកពីប្រទេសសត្រូវយីមេហ្វាឯងស្ដាប់ខ្ញុំខុសហើយតើគាត់អាចខ្លាចជាចារកម្មដោយរបៀបណាខ្ញុំបានឬអ្នកបាននិយាយយ៉ាងច្បាស់ថាអ្នកបានជ្រៀតចូលចៅគឺនៅទីនេះដើម្បីសាបរូបភាពមិនចុះសម្រាប់គ្នារបស់ខ្ញុំជឿថាអ្នកណាជាអ្នកផ្ញើអ្នកមកគ្មាននរណាម្នាក់បញ្ជូនខ្ញុំមកទេពិតជាជឿខ្ញុំចុះអ្នកជាស្ត្រី